บงจำทรงแทนน้องคนทมបំផុតបងតែមីតែគាត់បានដូចដើមសម្រាប់គ្រូសាខ្ញុំជីវិតរបស់ខ្ញុំសាជាថ្មីបាទបងអត់អីបងមានអីចង់និយាយអស់ចុះហ្នឹងហើយអត់អីបងយើងសិតអារម្មណ៍ហ្នឹងគឺយើងតែងតែមានក្តោបក្តួលមានតភូមិដិតដាមយើងនិយាយតតយើងដឹងហើយការកំភ្លើងការពារទឹកដីរបស់យើងចង់បានអីគេបងសន្តិភាពយ៉ាងបាទសូមថ្លែងអំណរគុណបងប្អូនទាំងអស់ស្របតជនដែលបានឧបត្ថម្ភតាមបងពាក់មីឬក្រុមហ៊ុនដែលផ្សេងទៀតខ្ញុំបានចាំពីក្រុមហ៊ុនរបស់បងទាំងអស់រត់ទទួលទានមានបានឲ្យមានអតិថិជនទ្រាំទ្រកាន់តែច្រើនហើយជៀសវាងបំផុតអរដ្ឋផលថៃនឹងយើងមកទ្រាំទ្រលទ្ធផលខ្មែររបស់យើងនៅក្នុងស្រុកហើយរបស់យើងទៅល្អបងមិនប្រចាំទេអ្នកជិតខាងប្រហែលទេល្អណាស់ហើយយើងបើបងប្អូនចំណាយលុយទៅទិញរបស់សៀងដូចបងប្អូនយកពុតម្ចាស់ពួកខ្ញុំទេឥឡូវឲ្យតកែមកមើលនេះផ្ទះនៅស្រុកភូមិស្រុកស្រែប៉ុន្តែដែកញាក់សាច់ពេលដំបូងនេះខ្ញុំថាដែកធម្មតាទេគាត់ថាឲ្យបងដាក់ដែកស្បិតទៅបាទនេះបងដឹងថាដែកស្បិតគឺថ្លៃបាទគាត់ថាដែកស្បិតបងដែកស្បិតបាទតកែឧបត្ថម្ភឲ្យស្អាតសម្រាប់ខ្លាំងណាស់បងបាទតើបងចូលមើលក្នុងនេះបាទបងអរគុណហ្នឹងហើយនេះវាំងណនក៏ខាងវិនហេងដែរបាទវាំងណនបាទដែកបាទនេះអស់កំងកាត់ហ្នឹងមិនទិញស្រាប់កំងកាត់ហ្មងកាត់កំងឲ្យបងមកស្អាតតែគាត់វិនហេងល្បីយូរហើយបាទល្បីហើយខ្ញុំក៏ធ្លាប់ធ្វើការឲ្យខាងវិនហេងឯស្មិតដែរតែពេលខ្ញុំផុសទៅគាត់ឃើញគឺគាត់បាទដូចដូងខ្មែរជួយខ្មែរស្រឡាញ់ការភាពអង្អាចក្លាហានរបស់បងក៏គាត់ជួយទៅបាទនេះបងប្អូនក្នុងនឹងការមកបន្ទប់ទៀតសិតតែវិនហេងអត់អស់ទេថែឡើងទៅលើអំពូលនេះក៏ខាងវិនហេងដែរបាទខ្សែភ្លើងបតភ្លើងក្នុងដាក់ហ្វ្រីទាំងអស់ครับបាទស្អាតបាទហ្នឹងបងស្អាតគាត់ក្តីសម័យគាត់មិនថាមកជីវិតនេះគាត់មិនបានផ្ទះប៉ុណ្ណឹងទេចាបាទយើងក៏បានលើកពីក្តីសម័យរបស់គាត់ទៀតវាលើកពីប៉ុនទុកឲ្យណាមួយរាល់ថ្ងៃថាដូចនៅអាបងថាវាសក់ឬសម័យវាមិនទាន់អស់ចិត្តចាវាថាវានៅតែគិតមិនចេញមកពីតាណានៅឃើញចិត្តបាទនេះបងស្រីបុននេះគាត់អត់ទេសារភាពអង្អាចក្លាហានរបស់បងអញ្ចឹងបងប្អូនយើងស្រឡាញ់ហើយក៏បងប្អូនបែបអង្គយើងជាច្រើនទៀតក៏ក្លាហានដូចគ្នាហើយក៏មានបងប្អូនសប្បុរសជនយើងផ្សេងៗក៏ជួយដែរជួយតាមលទ្ធភាពអញ្ចឹងណាបាទម្នាក់បន្តិចម្នាក់ទៅបានជាផ្ទះហ្នឹងបានបងបាទខាងវិនហេដស្មិតគាត់មកចូលរួមតហើយខ្ញុំតំណាងឲ្យបាទអរគុណដល់បងប្រុសបងស្រីដែលជាម្ចាស់ក្រុមហ៊ុនវិនហេដែលបានឧបត្ថម្ភដោយស្រុកទៅច្រើនហ្នឹងតាំងតែទាំងណូនទាំងអស់ដៃក្អួយទាំងអស់អំពូលទាំងអស់ខ្សែភ្លើងអស់ហ្វ្រីភ្លើងបតភ្លើងពុតចែកភ្លើងទាំងអស់បាទអញ្ចឹងថវិកាច្រើនដែរបងបាទអញ្ចឹងសូមអរគុណច្រើនមែនទែនក្នុងការចូលរួមបាទទាំងអស់គ្នាក្នុងបេះដូងខ្មែរជួយខ្មែរអរគុណតាមបងប្អូនបាទអរគុណបងប្អូន